សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់រឿងនិទានថ្មីមួយទៀតដែលនិយាយពីរឿងខ្មោចតៃហោងក្រៅដើមពោធិ៍នៅក្នុងកាលសម័យលង្វែកប្រទេសជាតិស្ថិតនៅក្នុងភាពវឹកវរដោយសារសង្គ្រាមមឿនគឺជាទាហានដ៏ក្លាហានម្នាក់ដែលបានរួចរស់ជីវិតពីសមរភូមិមុខហើយកំពុងធ្វើដំណើរថ្មើរជើងកាត់ព្រៃជ្រៅដើម្បីត្រឡប់ទៅជួបប្រពន្ធកូននៅឯស្រុកកំណើតវិញពេលនោះគឺជាខែផាត្របុត្រមេឃងងឹតស្លុបរកមើលយកផ្លូវស្ទើរតែមិនឃើញដំណក់ទឹកសន្សើមធ្លាក់ពីស្លឹកឈើលាយឡំជាមួយសំឡេងសត្វមៀមយំលាន់ឮសូរគូកគូកចេញពីប្រហោងឈើចាស់ធ្វើឲ្យបរិយាកាសខាងព្រៃកាន់តែស្ងាត់ជ្ងំនិងព្រឺព្រួយមឿនដាវដោយក្តីហត់នឿយស្ពាយដាវជាប់នឹងចង្កេះប៉ុន្តែទឹកចិត្តនឹកផ្ទះបានរឹងច្រានឲ្យគាត់បន្តដំណើរទាំងយប់អាធ្រាត្រដោយមិនហ៊ានឈប់សម្រាកឡើយដើរបានមួយសន្ទុះធំមឿនបានមកដល់មុខវត្តចាស់មួយដែលគេបោះបង់ចោលនៅចំពីមុខខ្លោងទ្វារវត្តមានដើមពោធិ៍ដ៏ធំសម្បើមមួយដើមដែលឫសរបស់វាចាក់ស្រេះចូលគ្នាប្រៀបដូចជាសត្វពស់យ៉ាក់រាប់រយតួស្លឹកពោធិ៍ទង្គិចគ្នាដោយសារខ្យល់បក់ល្វើយបង្កើតបានជាសំឡេងសូរសឺតសាតហាក់ដូចជានាមមនុស្សកំពុងខ្សឹបខ្សួយប្រាប់រឿងរ៉ាវអ្វីមួយស្រាប់តែពេលនោះសំឡេងឆ្កែព្រៃនិងឆ្កែវត្តបានព្រុសលាយឡំនឹងសំឡេងលូយ៉ាងត្រហឹងអឹងកងលាន់ឮអូសបន្លាយកាត់ភាពស្ងាត់ជ្រងំនៃរាត្រីកាលមឿនចាប់ផ្ដើមព្រឺសម្បុរគីងគួកប៉ុន្តែក្នុងនាមជាទាហានឆ្លងកាត់ការកាប់ចាក់គាត់ខំតាំងស្មារតីដើរទៅមុខបន្តពេលដើរមកដល់ក្រោមម្លប់ពោធិ៍ដ៏ធំនោះត្រចៀករបស់គាត់ស្រាប់តែឮសំឡេងមនុស្សស្រីយំខ្សឹកខ្សួលជួយគ្នាផងមឿនឈប់ងឹកដៃស្ដាំចាប់ដងដាវជាប់គាត់សម្លឹងទៅរកប្រភពសំឡេងក៏ប្រទះឃើញនារីម្នាក់ស្លៀកសំពត់ក្បិនចាស់រយៈរយាយអង្គុយអោបជង្គង់យំនៅចន្លោះឫសពោធិ៍សក់របស់នាងវែងធ្លាក់គ្រប់មុខមើលមិនច្បាស់ថានាងជានរណាឡើយនាងជានរណាយប់ប្រលប់អាធ្រាត្រហើយមិនដេកក៏មកអង្គុយយំនៅទីនេះមឿនសួរដោយសំឡេងតឹងតែងនារីនោះងើបមុខបន្តិចឆ្លើយដោយសំឡេងញ័រនិងលន្លង់លន្លោចថាអ្នកបងខ្ញុំវង្វេងផ្លូវអ្នកបងជួយជូនខ្ញុំទៅផ្ទះនៅខាងមុខនេះបន្តិចបានទេខ្ញុំខ្លាចណាស់ដោយក្តីអាណិតនិងគិតថានាងប្រហែលជាអ្នកភូមិដែលរត់គេចពីចៅព្រៃមឿនក៏ងឹកក្បាលយល់ព្រមតោះក្រោកឡើងផ្ទះនាងនៅឯណាខ្ញុំនឹងជូនអ្នកទាំងពីរបានដើរស្របគ្នាប៉ុន្តែនាងដើរនៅខាងមុខមឿនបន្តិចបរិយាកាសកាន់តែត្រជាក់ខុសធម្មតាត្រជាក់ដល់ឆ្អឹងអ្វីដែលធ្វើឲ្យមឿនចាប់ផ្ដើមសង្ស័យនោះគឺគ្រប់ជំហានដែលនារីនោះដើរគឺមិនមានឮសំឡេងជន់ស្លឹកឈើខ្ញៅសោះឡើយភ្លាមនោះពពកខ្មៅដែលបាំងព្រះច័ន្ទរនោនក៏បានរសាត់ចេញបញ្ចេញពន្លឺព្រះច័ន្ទពណ៌ប្រាក់បញ្ចាំងមុខចំពីលើអ្នកទាំងពីរមឿនឆ្លៀតឱកាសនេះសម្លឹងទៅរកស្រមោលរបស់នាងនៅលើដីតែគ្មានស្រមោលនោះទេមឿនបែរក្រសែភ្នែកចុះទៅមើលជើងរបស់នាងជើងទាំងពីររបស់នាងមិនបាំងប៉ះដីឡើយគឺអណ្ដែតផុតពីដីប្រមាណមួយចំអាមពេលដឹងខ្លួនថាកំពុងដើរតាមខ្មោចមឿនបោះជំហានថយក្រោយមួយជំហានស្របពេលនោះនារីអថាកំបាំងក៏ឈប់ដើរហើយងាកមុខមកយឺតពន្លឺព្រះច័ន្ទបានបញ្ចាំងចំផ្ទៃមុខរបស់នាងលាតត្រដាងនៃសាច់មុខស្លេកស្លាំងដោយក្រមួនមានស្នាមកំបាត់កាត់ត្រង់កយ៉ាងជ្រៅឈាមពណ៌ខ្មៅខាប់ហូរស្រប់សើមពេញអាយនាងគឺជាខ្មោចតៃហោងដែលត្រូវចោលប្លន់សម្លាប់ទម្លាក់ចោលក្រោមដើមពោធិ៍កាលពីពុនម៉ានម៉ាច់មុនភ្នែកពណ៌សល្លែតរបស់វាសម្លឹងមុខមេនរួចវាស្រែកសើចលាយឡំនឹងសំឡេងយំយ៉ាងរន្ធត់អ្នកបងនៅទីនេះកំដរក្នុងហើយខ្យល់ព្យុះចាប់ផ្ដើមបោកព្យុះយ៉ាងខ្លាំងខ្មោចតៃហោងលាតដៃដែលមានក្រជៀកវែងហោះសំដៅមកកន្ត្រាក់ករបស់មឿននៃវិនាទីនៃសេចក្តីស្លាប់មឿនដែលធ្លាប់រៀនសូត្រមុនអាគមប្រការពារខ្លួនពីគ្រូបាធាយាយមុនចេញច្បាំងបានប្រមូលស្មារតីលើកដៃប្រនំហើយសូត្របាលីបញ្ចុះអាគមខ្លាំងថាពុទ្ធាំងបច្ចខាមិធម្មំបច្ចខាមិសង្ឃាំងបច្ចខាមិវិញ្ញាណអន្តរធានកុំមកបៀតបៀនអ្នកមឿនសិលគ្រាន់តែសូត្រចប់មឿនបានដកដាវពីចង្កេះដែលធ្លាប់ស្រោចមុនបញ្ចាំងទល់នឹងពន្លឺព្រះច័ន្ទរួចគូសយន់នៅលើដីពន្លឺផ្លាយបន្ទោលួនក្រឹមខ្មោចតៃហោងស្រែកមើលទំហឹងដោយការឈឺចាប់រួចក៏ប្រែជាផ្សែងខ្មៃរសាត់បាត់ទៅខ្លងអាកាសបន្សល់ត្រឹមតែក្លិនស្អុយរលួយសាយភាយពេញទីនោះមឿនដកដង្ហើមធំ
បែកញើសជោគខ្លួនគាត់សំពះទៅកាន់ដើមពោធិ៍ដើម្បីសុំខមាទោសរួចក៏ប្រញាប់បន្តដំណើរដោយមិនហ៊ានងាកឡើយរហូតទាល់តែដល់ភូមិដោយសុវត្ថិភាពនៅពេលព្រលឹមឡើងរឿងនេះក៏សូមចប់តែត្រឹមនេះអរគុណបងប្អូនដែលបានស្ដាប់រឿងនេះពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយ